Panasonic ឥឡូវយើងវាមានកំហុសចេញ U12 អញ្ចឹងយើងតេស្តវាយើងយកមកងារពូតសុតអូខេយកមកងារនេះសុត spin ទៅមកយើងទៅ start នេះគឺនេះ start ឥឡូវគឺ error code U12 អញ្ចឹងវាទៅនឹងប្រព័ន្ធទ្វាររបស់វាអញ្ចឹងយើង direct នេះមួយ direct នេះមួយហើយនៅតែ error code U12 ដដែលអញ្ចឹងយើងបិទវាសិនអញ្ចឹងម៉ាស៊ីននេះគឺវាមាន sensor នេះមួយទៀតអញ្ចឹងយើងអាចតេស្តមួយទ្វារវាក្បាន់ឬយើងប្រើដៃស្រូបជំនួសក៏បានដែរអញ្ចឹងអានេះជា motor វាមានកម្រិតដៃស្រូបចាអូខេស្រូបអញ្ចឹងយើងដាក់ត្រង់នេះមកត្រង់ណាទុបបន្តិចអូខេអានេះយើង direct មកទៅជពូនអូខេឥឡូវធំចាប់ដើមវាហើយអញ្ចឹងអូខេឥឡូវយើងទៅបិទសិនអញ្ចឹងទាក់ទងនឹង U12 គឺវាមានបញ្ហាប្រព័ន្ធទ្វារវាអាចខូចទ្វារនេះឬខូច sensor នៅកន្លែងនេះអញ្ចឹងគឺដោះស្រាយគឺយើងដោះស្រាយតាមបច្ចេកទេសយើងទៅអាចថាវាយើងធ្វើម៉េចឲ្យ sensor ដៃស្រូបនេះដើរនិង direct នេះមួយមកជាការស្រេចបាទអរគុណច្រើនPanasonic error code U12 មួយហើយនេះ sensor នេះPanasonic U12 ចឹងនេះយើងដាក់អានេះវាដៃស្រូបយើងដាក់ low មួយ sensor ទ្វារវាមួយហើយនឹង direct sensor ទ្វារនេះមួយទៀត